วิธีដាក់វីដេអូរបស់យើងនៅពីមុខវីដេអូមួយទៀតនិងវិធីដាក់ effect blur ដើម្បីបិទបាំងផ្នែកណាមួយនៅលើវីដេអូរបស់យើងអញ្ចឹងចូលមកក្នុងកម្មវិធី CapCut របស់យើងឧទាហរណ៍ថាយើងមានពីរ file ទី1គឺជា file រូបថតឬក៏អ្នកទាំងអស់គ្នាអាចប្រើជា file វីដេអូក៏បានដែរប៉ុន្តែនៅក្នុងឧទាហរណ៍នេះខ្ញុំប្រើជា file រូបថតដែលយើងយកមកធ្វើជា background ហើយនេះគឺជា file វីដេអូដែលយើងនិយាយដើម្បីយើងយកមកដាក់នៅពីមុខfile មួយទៀតអញ្ចឹងដំណាក់កាលដំបូងវីដេអូដែលយើងនិយាយនេះយើងអាចចុចទៅលើវីដេអូនឹងមករួចយើងស្វែងរកពាក្យថា overlay ហ្នឹងហើយអញ្ចឹងយើងចុច overlay ហ្នឹងដើម្បីឲ្យ layer ហ្នឹងវាមកនៅពីលើ layer មួយទៀតយើងអាចទាញ layer នេះបើសិនជាវាជារូបភាពយើងអាចទាញវាឲ្យវាវែងស្មើគ្នាក៏បានដែរអញ្ចឹងយើងដងរឹមវាសិនចឹងឧទាហរណ៍ថាប៉ុណ្ណឹងហើយបន្ទាប់មកយើងចុចទៅលើ layer ដំបូងរបស់យើងនេះរួចយើង scroll មកខាងស្ដាំមកយើងស្វែងរកពាក្យថា mask ចឹងយើងចុចទៅលើ mask ណាមួយដែលយើងពេញចិត្តយើងអាចរើសយក circle ទៅក្នុងឧទាហរណ៍នេះឬក៏យើងចង់បានជាជ្រុងយើងអាចយក rectangle ក៏បានដែរតែយើងយកជា circle មកបង្ហាញអ្នកនរគ្នាហើយយើងអាចសេរីទំហំវាដែលយើងប្រើម្រាមដៃទាញវាណាម្រាម2ពង្រីកពង្រួមវាទៅអូខេអញ្ចឹងយើងពង្រីកវាល្មមកុំឲ្យវាផុត frame របស់យើងអញ្ចឹងឧទាហរណ៍ថាយើងយកតែប៉ុណ្ណេះបន្ទាប់មកយើងចុចទៅលើadjust យើងនឹងឃើញមាន option គេបន្ថែមទៀតឧទាហរណ៍ថាយើងបើសិនជាកន្លែង fader នេះយើងអាចទាញវាបើសិនជាយើងចង់ឲ្យវារៀងព្រើលនៅជុំវិញហ្នឹងណាតែបើអត់ទេយើងមិនបាច់ទាញវាក៏បានតែបើយើងចង់បានយើងអាចសេរីហ្នឹងបានណាហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងមកយើងចុចទៅលើសញ្ញា tick មកអូខេហើយយើងអាចទាញម្រាមដៃរបស់យើងម្ដងទៀតបរិចបរួមហើយយើងទាញដាក់វានៅទីតាំងណាមួយដែលយើងចង់ដាក់ចុះឧទាហរណ៍ថាយើងដាក់នៅខាងក្រោមនៅកណ្ដាលនេះចុះអូខេអញ្ចឹងវីដេអូរបស់យើងគឺយើងបានដំណាក់កាលទី1គឺយើងដាក់វីដេអូរបស់យើងនៅពីមុខវីដេអូមួយទៀតឬក៏រូបភាពមួយទៀតដែលយើងយកមកដាក់ធ្វើជា background ហ្នឹងអញ្ចឹងដំណាក់កាលទី2ឧទាហរណ៍ថាខ្ញុំចង់ដាក់ filter blur ដើម្បីបិទបាំងផ្នែកមួយចំនួននៅលើ background ហ្នឹងឬក៏នៅលើវីដេអូដែលខ្ញុំចង់បង្ហាញហ្នឹងប៉ុន្តែខ្ញុំអត់ចង់បាំងទាំងអស់ហើយខ្ញុំចង់តែបាំងតែផ្នែកមួយចំនួនប៉ុណ្ណោះអញ្ចឹងដំណាក់កាលបន្ទាប់អ្នកនរគ្នាចុចទៅលើរូបភាព background ដែលយើងចង់ធ្វើនឹងមកហើយយើងរកពាក្យថា duplicate មួយសិនយើងចុចទៅលើ duplicate ហើយយើងចុចទៅលើ layer ទី2ហ្នឹងរួចយើងចុចទៅលើ overlay អូខេហើយយើងទាញវាឲ្យស្មើគ្នាសិនមកអូខេឬក៏យើងដាក់នៅទីតាំងណាដែលយើងចង់បានណាអូខេបន្ទាប់មកយើង scroll មកខាងស្ដាំយើងរកពាក្យថា layer រួចយើងទាញវាមកខាងយើងទាញ layer នេះមកខាងស្ដាំវិញដើម្បីឲ្យវានៅពីក្រោយរូបភាពរបស់យើងអូខេបន្ទាប់មកនៅ layer នឹងដដែលយើងស្វែងរកពាក្យថា effect អូខេ effect រើសយក video effect ហើយនៅក្នុងប្រអប់ search យើងអាច search ពាក្យថា blur អូខេហើយយើងចុច search មកអញ្ចឹងយើងនឹងឃើញមាន blur ជាច្រើនប៉ុន្តែយើងអាចយក blur ដែលមានរូបមនុស្សនេះដូចដែលខ្ញុំប្រើនេះអូខេដោយសារ blur នេះបើយើងចុចទៅលើ adjust នេះម្ដងទៀតវាមានឲ្យយើងអាចសេរីខ្លាំងខ្សោយបានហ្នឹងហើយអញ្ចឹងយើងអាចសេរីខ្លាំងខ្សោយទៅបើយើងចង់ឲ្យវា blur ខ្លាំង blur តិចអញ្ចឹងណាឧទាហរណ៍ថាយើងដាក់ 70% ចុះអូខេតោះមកយើងបិទវាវិញអូខេអញ្ចឹងយើងរើសហើយយើងចុច tick មកអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំអត់ចង់ blur ទាំងអស់ទេព្រោះឥឡូវនេះវាបាន blur ទាំងអស់តែម្ដងអញ្ចឹងខ្ញុំចង់ blur តែម្ដុំអញ្ចឹងនៅលើនេះគឺយើងចុច back មកវិញហើយយើងស្វែងរកពាក្យថា mask ម្ដងទៀតអូខេអញ្ចឹងនៅលើ layer ទី2ហ្នឹងយើងចុចទៅលើ mask រួចយើងរើសយក mask ណាមួយដែលយើងចង់បានបើសិនជាកន្លែងដែលយើងចង់បិទបាំងហ្នឹងវារៀងមូលឬក៏ជ្រុងយើងអាចរើសទៅតាម shape ហ្នឹងណាអញ្ចឹងឧទាហរណ៍ថានៅក្នុងនេះខ្ញុំរើសយក rectangle ចុះជារាងចតុកោណកែងអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាំងមកបន្លោះនេះអូខេអញ្ចឹងខ្ញុំទាញវាមកសេរីទៅតាម space ហ្នឹងទៅដែលខ្ញុំចង់បានហ្នឹងអូខេហ្នឹងហើយអញ្ចឹងយើង
សារ៉េវាចំមួយកន្លែងដែលយើងចង់បិទបាំងទៅចុចទៅលើ tick មកអញ្ចឹងគឺកន្លែងនេះគឺយើងនឹងទទួលបាននៅការបិទបាំងឬក៏ filter blur ចំកន្លែងដែលយើងចង់លាក់ព័ត៌មានសម្ងាត់ណាមួយដែលយើងអត់ចង់ឲ្យគេឃើញនៅក្នុងវីដេអូរបស់យើងអញ្ចឹងអ្នកនរគ្នាអាចសាកល្បងអនុវត្តតាមវិធីនេះបានហើយកុំភ្លេចចុច like share និង follow យើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ